ស្ដីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំចង់ដឹងពីអារម្មណ៍របស់អ្នកទាំងអស់គ្នាហើយនិងអារម្មណ៍របស់គេនៅក្នុងពេលនេះហ្នឹងហើយសិលកាតដំបូងនេះគឺ Night Oxford បើនិយាយពីអារម្មណ៍របស់អ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺថាអ្នកទាំងអស់គ្នាជួយចិត្តចង់ដឹងរឿងអីច្បាស់ឬមួយក៏ចង់ដងស្រាយបញ្ហាអីភ្លាមអត់ជួយចិត្តទុកឲ្យសកាឲ្យបើថាចិត្តគិតអីហ្នឹងគឺចង់និយាយទៅឲ្យហើយភ្លាមធ្វើអីតាមចិត្តនឹកឃើញចង់ធ្វើគឺធ្វើហ្មងអត់បានគិតអីច្រើនអញ្ចឹងណាហើយអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានអារម្មណ៍ជាងឆេវឆាវហើយក៏ជួយចិត្តនិយាយត្រង់ទៅត្រង់មកទៅកាន់គេដែលបើថាចង់និយាយអីមួយគេហ្នឹងគឺនិយាយភ្លាមហ្មងណាដោយអត់ចេះលាក់លៀមហើយដល់ពេលស្លកាត់ Fight of Cup នេះវិញគឺអ្នកទាំងអស់គ្នាគឺមានអារម្មណ៍ថានៅសោកស្ដាយខូចចិត្តនឹងរឿងរ៉ាវដែលបានកើតឡើងហើយកន្លងមកទៀតមិនមែនរឿងឥឡូវទេព្រោះអីមនុស្សម្នាក់ហ្នឹងកាន់ពេងមួយដងហើយនៅតែស្ដាយអាពេងដែលកំពុកនៅខាងក្រោយខ្នងនេះអញ្ចឹងគឺនៅគិតរឿងអវិជ្ជមានដែលវាហួសហៅទោះបីជាអាពេងដែលនៅចិត្តដៃនេះឡើងល្អស្អាតប៉ុណ្ណាក៏ដោយក៏ហាក់ដូចជាមិនសូវចាប់អារម្មណ៍ទេវាព្រោះអីគិតតាសោកស្ដាយនឹងភាពអវិជ្ជមានដែលបានកន្លងផុតទៅណាហើយសម្រាប់សិលកាត់នេះវិញគឺបង្ហាញថាអារម្មណ៍របស់អ្នកទាំងអស់គ្នាគឺនៅក្នុងភាពមានជំរឿឬក៏កំពុងតែគិតសម័យល្វើរវាយច្រើនផ្ដោតទៅលើរឿងច្រើនយ៉ាងចង់បាននេះចង់បាននោះគ្រប់តែរឿងអញ្ចឹងទៅគឺភាពដែលមិនច្បាស់លាស់នៅក្នុងការសម័យច្រើនឬក៏ជួយចិត្តគិតអីច្រើនពីម្នាក់ឯងអញ្ចឹងប៉ុន្តែនៅក្នុងចិត្តគឺពេលធ្វើអីមួយគឺពិបាកនៅក្នុងការសម្រេចចិត្តដោយសារតែរឿងយើងចិត្តតែគិតច្រើនចង់បាននេះចង់បាននោះហោហាយពេកអញ្ចឹងទៅក៏រៀងដូចពិបាកនឹងសម្រេចចិត្តបើសិនជាមានអីចូលមកដល់ភ្លាមគឺចាប់ដើមគិតថាអត់ដឹងរើសយកអីអត់ដឹងត្រូវធ្វើមិនអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាគឺមានញៀនខ្ពស់ញៀនទី6របស់អ្នកទាំងអស់គ្នាខ្ពស់បានន័យថាអ្នកខ្លះអញ្ចឹងដូចថាគាត់មានអីគ្រូខាងម្ដាយអីចឹងការពារថែសារគាត់អីចឹងណាឬមួយក៏គាត់គឺជាមនុស្សដែលមានញៀនទី6ហ្នឹងដូចថាធ្វើអីគិតអីឲ្យដឹងមុនមានអារម្មណ៍ថាបែបណាគឺវាពិតជាអញ្ចឹងអីចឹងណាអញ្ចឹងជួនកាលក៏ឲ្យឃើញតាមរយៈការយល់សពអីឬក៏ជាប្រផ្នូលអីមួយយ៉ាងបានន័យថាអ្នកទាំងអស់គ្នាគឺមានអ្វីដែលពិសេសដែលប្លែកពីមនុស្សធម្មតាអញ្ចឹងទៅនៅក្នុងន័យអស់នេះហើយអញ្ចឹងសម្រាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាគឺបែបហ្នឹងហើយដល់ពេលអារម្មណ៍របស់គេវិញនេះអារម្មណ៍របស់ម្នាក់ដែលអ្នកទាំងអស់គ្នាកំពុងតែគិតដល់វិញឬក៏អ្នកទាំងអស់គ្នាកំពុងមានតំណែងមួយរាល់ថ្ងៃហ្នឹងអារម្មណ៍របស់គេគឺថាគេគឺជាមនុស្សម្នាក់ដែលមានអារម្មណ៍ចង់ធ្វើអីក៏ដោយឲ្យវាច្បាស់លាស់តែវាគង់វង្សយូរវែងហើយមនុស្សមានទំនួលខុសត្រូវវាដូចជាខុសពីអ្នកទាំងអស់គ្នាធ្វើចូលចិត្តធ្វើអីឆេវឆាវហើយគិតព្រុសប្រាស់យកហ្មងអញ្ចឹងណាតែគេអត់ចឹងគេចូលចិត្តធ្វើអីយឺតតែគង់វង្សបានយូរហើយមនុស្សមិនធ្វើអីមិនបញ្ញាពេកតែច្បាស់លាស់អីចឹងណាហើយមានទំនួលខុសត្រូវខ្ពស់និងមានភាពរឹងមាំមានភាពម្ចាស់ការបើថាសម្រាប់ចិត្តបែបណាគឺទទួលយកអាការសម្រេចចិត្តនឹងទូបីមានបញ្ហាអីក៏ដោយគេចាស់ទុំជាងនិយាយទៅគេអត់ឆេវឆាវដូចយើងនឹងទេអញ្ចឹងណាហើយសម្រាប់ស្លឹកបៀ judgment នេះគេដូចជាមានការភ្ញាក់រលឹកឬក៏កំពុងតែគិតឡើងវិញនៅរឿងរ៉ាវចាស់ដែលកន្លងមកដែលធ្លាប់ធ្វើដាក់អ្នកទាំងអស់គ្នាឬមួយក៏ពីព្រោះអាស្លឹកកាត់ខាងលើគឺអ្នកទាំងអស់គ្នានៅមានអារម្មណ៍គិតសោកស្ដាយជួយចាប់នឹងរឿងកន្លងហួសហើយដែលវាខកចិត្តអស់ហើយតែដល់ពេលគេគឺក៏មានអារម្មណ៍ភ្ញាក់រលឹកដែរនៅកំហុសឆ្គងអីផ្សេងដែលគេធ្លាប់ធ្វើឬរឿងរ៉ាវកន្លងមកដែលគេធ្លាប់ធ្វើឲ្យអ្នកទាំងអស់គ្នាសៅមកក្នុងចិត្តធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកចិត្តអីចឹងណាគេក៏ហាក់មានអារម្មណ៍ថាចង់មានការច្បាស់លាស់អ្វីកើតឡើងដែរគឺគេចង់ថាសម្រាប់ចិត្តអីគឺឲ្យវាច្បាស់លាស់គេអត់ចង់ធ្វើអីឡំបកើអីដូចមុនទៀតទេគេចង់ដូរអីយ៉ាបាត់របស់គេដែរនិយាយទៅគេក៏មានការភ្ញាក់រលឹកដឹងថាខ្លួនគេកន្លងមកធ្វើទៅដល់សូវត្រូវដែរអញ្ចឹងมันគប្បីនឹងអ្នកទាំងអស់គ្នាដែរអញ្ចឹងហើយសិលកាតបន្ទាប់ទៀតគឺថាគេមានអារម្មណ៍ថានឿយហត់ហើយនឹងមានរបាំងការពារខ្លួនឯងខ្ពស់
ពីព្រោះអីគេប្រហែលជាធ្លាប់រងរបួសឈឺចាប់ផ្លូវចិត្តអញ្ចឹងហើយបានជាគេចេះតែគិតអីឲ្យច្បាស់លាស់គេមិនងាយសម្រាប់ចិត្តអីភ្លាមដោយសារគេធ្លាប់ឆ្លងកាត់ការឈឺចាប់គេធ្លាប់ធ្វើឲ្យខ្លួនគេនឹងពិបាកអីចឹងហើយគេនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ចឹងគេមិនងាយនឹងនិយាយអ្វីឬក៏មិនងាយនឹងធ្វើអីម្យ៉ាងដើម្បីបញ្ជាក់ខ្លួនគេច្បាស់ឬការសន្យាអីច្បាស់ទេដោយសារតែគេនៅមើលសិនពីព្រោះអាការដែលគេធ្លាប់ឆ្លងកាត់ការឈឺចាប់ហ្នឹងវាជាបទពិសោធន៍វាជាមេរៀនមួយសម្រាប់គេមិនឲ្យគេហ្នឹងធ្វើអីលះលហួនច្បាស់លាស់ខ្លាំងពេកទេគេនៅមើលយើងសិនអញ្ចឹងដល់អញ្ចឹងទៅអ្នកទាំងអស់គ្នាពេលខ្លះគឺចរិតកន្លែងហ្នឹងគឺដូចចង់ឲ្យគេនិយាយភ្លាមមកកាន់អ្នកទាំងអស់គ្នាឬចង់ឲ្យគេសម្ដែងនៅអាកប្បកិរិយាអីមួយយ៉ាងដែលច្បាស់ឲ្យអ្នកទាំងអស់គ្នាឃើញតែគេអត់អញ្ចឹងណាគឺគេការពារខ្លួនគេពីព្រោះគេធ្លាប់មានបញ្ហាអញ្ចឹងហើយគេមានអារម្មណ៍ថាគេធ្វើអីគឺត្រូវឲ្យច្បាស់សិនបានគេធ្វើប៉ុន្តែស្លឹកកាត់ដេដេសនេះវាមិនមែនជាការបញ្ចប់រឿងដែលអាក្រក់អីវាជាស្លឹកកាត់ល្អបានន័យថារងថ្ងៃនេះគេក៏គិតថាអ្វីដែលគេធ្វើនោះអត់សូវទំនងដែរអញ្ចឹងគឺចង់ផ្លាស់ប្ដូរអីយ៉ាបត់របស់គេឬក៏ចង់ផ្លាស់ប្ដូរផ្នត់ទម្លាប់ចាស់កន្លងមកកែប្រែថ្មីដើម្បីបើកផ្លូវថ្មីឲ្យល្អជាងមុនឬក៏គិតថាការដែលគេតំណកន្លងមកដូចវាមិនសូវមានការទទួលខុសត្រូវអីចឹងឬធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកចិត្តកើតទុកអីចឹងទៅគេក៏ចង់ផ្លាស់ប្ដូរខ្លួនឯងដែរដើម្បីដូររបៀបនៃការតាក់ទងគ្នាសារជាថ្មីម្ដងទៀតហ្នឹងឃើញដោយសារតែគេភ្ញាក់រលឹកហ្នឹងហើយបានជាគេគិតម្ដងទៀតហើយគេក៏សម្រេចចិត្តថាគេនឹងផ្លាស់ប្ដូរទម្រង់នៃការផ្សាយគប់ជាមួយគ្នានឹងឡើងវិញនឹងគឺជាការបើកផ្លូវមួយដែលល្អតែអញ្ចឹងបើយើងនិយាយអំពីតំណែងហ្នឹងវាហាក់បីដូចជាអ្នកទាំងអស់គ្នានេះជាមួយនឹងគេម្នាក់ហ្នឹងគឺកំពុងតែស្ថិតនៅក្នុងការដំណាក់កាលមួយនៃការផ្លាស់ប្ដូរវាដូចថាផ្លាស់ប្ដូរតែផ្លាស់ប្ដូររឿងមួយដែលសំខាន់ហើយវាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្វាយខ្វល់ច្រើនគិតច្រើនអីអញ្ចឹងទៅក៏មានការខកចិត្តក៏ប៉ុន្តែគឺចំណែកឲ្យគេហ្មងគេក៏ចង់ឲ្យរឿងរ៉ាវគ្រប់យ៉ាងហ្នឹងវាមកល្អវិញដែរហើយអ្នកទាំងអស់គ្នាខាគិតអីចង់ដឹងសខ្មៅឲ្យវាលឿនលះដូចចិត្តប៉ុន្តែដល់ពេលគេគឺគេស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ហើយមកចត់ហើយការពារខ្លួនពីការឈឺចាប់ក៏ប៉ុន្តែនៅក្នុងដំណាក់កាលនេះគឺគេដឹងខ្លួនច្បាស់ថាគេត្រូវបដូរអេយ៉ាប័តថ្មីដើម្បីបដូរនៃការតំណែងមួយអ្នកទាំងអស់គ្នាឡើងវិញហើយពីព្រោះអ្វីដែលគេធ្វើកន្លងមកគេគិតថាការខ្សែគប់គ្នាកន្លងមកវាមើលទៅវាគ្រប់គ្រាន់ល្មមហើយដើម្បីគេជឿជាក់ថាអូខេអត់អីទេអាចទៅមុខមួយគ្នាបានអញ្ចឹងគេនឹងដូរអីយ៉ាប័តខ្លួនគេនឹងកែប្រែខ្លួនគេដើម្បីបង្កើនតំណែងនឹងថ្មីឡើងវិញអញ្ចឹងណាព្រោះអីរាល់ថ្ងៃគេនៅតែបារម្ភវាដូចថាគេនៅតែភ័យខ្លាចមានបញ្ហានៅពេលណាមួយដែរក៏ប៉ុន្តែនៅក្នុងចន្លោះមួយទៀតគឺវាដូចថាតលរយៈភាពមួយគេគិតថាអត់អីបើសិនជាមានបញ្ហាអីកើតឡើងគឺតម្រង់បែបហ្នឹងគេអាចការពារខ្លួនឯងបានគេអាចទទួលយកបានអីចឹងទៅតែទៅមុខទៅគឺថាគេនឹងកែប្រែហើយអ្នកតម្រង់នៃការតំណែងរបស់អ្នកទាំងអស់គ្នានឹងចាប់ផ្ដើមល្អប្រសើរពោពេញដោយភាពសុខសប្បាយជាមួយគ្នាមានគេថាមានស្ថិរភាពពេញលេញមួយនឹងទទួលបាននៅពិភពលោកមួយដ៏ស្រស់ស្អាតទៅដូចថាយល់ចិត្តយល់ឆ្លើយគ្នាអីចឹងទៅវាមិនស្រស់ស្អាតមួយគ្នាអញ្ចឹងសម្រាប់អារម្មណ៍របស់អ្នកទាំងអស់គ្នានិងអារម្មណ៍របស់គេគឺមានប៉ុណ្ណឹងចេះសម្រាប់វីដេអូនេះបើសិនជាត្រូវជាមួយនឹងសាច់រឿងរបស់ណាគេម្នាក់កុំភ្លេចចូលទៅ comment ផងឬមួយក៏ក្លាំយក energy មួយហ្នឹងពីព្រោះវាត្រូវជាមួយនឹងអ្នកទាំងអស់គ្នាដើម្បីឲ្យតំណែងរបស់អ្នកទាំងអស់គ្នាចាប់ផ្ដើមទៅសារឡើងជាងខ្ញុំមានប៉ុណ្ណឹងអរគុណ